ที่สำคัญนี่សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងរឿងខ្មោចរបស់ឥណ្ឌូនេស៊ីដែលបានលេងជាមួយនឹងថៃទោះបីជាលេងជាមួយនឹងថៃពិតមែនប៉ុន្តែសាច់រឿងមួយនេះគឺនិយាយអំពីតែខ្មោចឥណ្ឌូនេស៊ីតែប៉ុណ្ណោះហើយខ្មោចឥណ្ឌូនេស៊ីមួយនេះពិតជាខ្លាំងពិតមែនសូម្បីតែព្រះសង្ឃនឹងក៏បានមើលលិចមើលកើតឃើញថាមិនសូវស្រួលក៏បានដាក់មេប្រូចទៅបាត់ដែរនៅពេលដែលនិមន្តមកលើក្រោយទៀតព្រះសង្ឃក៏បាននិយាយថាគឺជាប់សូត្រមុនគេហើយគឺមិនបានទៅនោះទេប៉ុន្តែការពិតគឺដោយសារតែមើលទៅឃើញថាខ្មោចមួយនោះវាកាចសាហាវខ្លាំងពេកដូច្នេះដើម្បីចង់ដឹងថាតើខ្មោចឥណ្ឌូនេស៊ីប៉ះជាមួយនឹងព្រះសង្ឃនឹងទៅជាយ៉ាងណាសូមទទួលស្នានៃការសម្រេចសាច់រឿងរបស់មីនទាំងអស់គ្នាតែម្ដងទៅផ្ដើមនៃសាច់រឿងដំបូងបរិសុទ្ធដែលជាទាសករដែលមានឈ្មោះថាកាឌីម្នាក់កំពុងតែព្យាយាមរត់គេចខ្លួនទៅកាន់ផ្ទះរបស់គាត់វិញប៉ុន្តែការប៉ុនប៉ងរបស់គាត់គឺមិនបានសម្រេចនោះទេក៏ត្រូវបានពួកគេនឹងគឺតាមទាន់ដូច្នេះគាត់មិនអាចរត់ទៅកាន់ផ្ទះរបស់គាត់វិញឡើយបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ពេលវេលាបច្ចុប្បន្នមីតជាមួយនឹងមេដែលត្រូវជាកូនស្រីរបស់គាត់កំពុងតែធ្វើដំណើរទៅកាន់តំបន់មួយនៅក្នុងទីក្រុងបាងកកដែលគេឲ្យឈ្មោះថានងចុកនឹងគឺជាតំបន់របស់ជនជាតិមូស្លីមរស់នៅគឺមិនសូវជាមានជនជាតិថៃរស់នៅប៉ុន្មាននោះទេមូលហេតុដែលគាត់មករស់នៅទីនេះគឺដោយសារតែខាងក្រុមហ៊ុនរបស់គាត់នឹងគឺបានធ្វើការផ្លាស់ប្ដូរការងារឲ្យគាត់មកមើលការខុសត្រូវនៅក្នុងតំបន់មួយនេះចឹងហើយបានជាពួកគេស្វែងរកផ្ទះមួយសម្រាប់ជួលឲ្យមីតនៅជាមួយនឹងកូនស្រីរបស់គាត់ផងដែរចំណែកកូនស្រីរបស់គាត់ក៏បានយកធាតុម្ដាយរបស់នាងដែលទើបតែនឹងស្លាប់នឹងមកជាមួយនៅក្នុងផ្ទះថ្មីមួយនេះផងដែរផ្ទះថ្មីសម្រាប់ពួកគេប៉ុន្តែផ្ទះនេះគឺវាចាស់ខ្លាំងណាស់ហើយគាត់ក៏បានយកឆ្កែរបស់គាត់ដែលមានឈ្មោះថាបូនឹងគឺមកជាមួយផងដែរបន្ទាប់ពីក្រុមការងារចាក់ចែងទៅអស់ទៅមីតគាត់បានចូលទៅក្នុងកន្លែងដាក់អីវ៉ាន់របស់គាត់ដើម្បីស្វែងរកថ្នាំជីក្បាលរបស់គាត់ប៉ុន្តែគាត់រកមិនឃើញទាល់តែសោះបន្ទាប់មកគាត់ក៏បានដើរទៅបិទទ្វារខាងក្រោយដែលជាទ្វារសំណាញ់ព្រោះឯទ្វារនេះវាមើលទៅដូចជាមិនសូវមាំទាល់តែសោះប៉ុន្តែពេលនោះគាត់បែរជាបានឃើញក្រដាសយ័ន្តបិទឡើងពេញផ្ទះនេះតែម្ដងដូច្នេះគាត់ក៏បានដើរទៅបកចោលសូម្បីតែបន្ទប់កូនស្រីរបស់គាត់ក៏គាត់ដើរទៅបកចោលផងដែរប៉ុន្តែសសរគាត់បានលើសំឡេងឆ្កែរបស់គាត់ព្រោះលោកពេលដែលពួកគេមើលទៅតាមពិតគឺជាលោកពូហ៊ីមសោះលោកពូហ៊ីមគាត់គឺជាជនជាតិមូស្លីមដែលរស់នៅក្នុងតំបន់មួយនេះហើយឆ្កែព្រោះអំបែបមិញតាមពិតមិនមែនព្រោះគាត់នោះទេគឺព្រោះសត្វរលើកដែលបានស្លាប់នៅមុខផ្ទះរបស់ពួកគេនឹងឯងលុះពេលវេលាយប់ឡើងនៅពេលដែលពួកគេទាំងពីរនាក់ឪកូនគេងលង់លក់អស់សំឡេងបិទទ្វារខាងក្រោមផ្ទះយ៉ាងខ្លាំងធ្វើឲ្យមីតគាត់ត្រូវបានភ្ញាក់ទាំងយប់តែម្ដងដូច្នេះគាត់ក៏បានដើរចុះមកមើលប៉ុន្តែនៅពេលដែលគាត់ដើរមកមើលគាត់ក៏បានឃើញថាមានមនុស្សមួយក្រុមអ្នកខ្លះស្លៀកពាក់ពណ៌សសុទ្ធអ្នកខ្លះស្លៀកពាក់ពណ៌ខ្មៅសុទ្ធដើរកាត់មុខផ្ទះរបស់គាត់បន្ទាប់មកគាត់ក៏បានឡើងមកកាន់បន្ទប់របស់គាត់វិញប៉ុន្តែនៅពេលដែលគាត់ចូលគេងស្រាប់តែស្រមោលរបស់គាត់ហាក់ដូចជាមិនព្រមដេកតាមគាត់ទៅតែសោះមិនដឹងថាតើមានអ្វីកើតឡើងនោះទេលុះពេលវេលាព្រឹកឡើងគាត់ក៏បានប្រាប់កូនស្រីរបស់គាត់ថាថ្ងៃនេះគាត់មិនបានជួលនាងទៅសាលានោះទេដោយសារតែគាត់មានការរវល់ប្រញាប់ទៅកាន់កន្លែងធ្វើការរបស់គាត់នៅពេលដែលមកដល់កន្លែងធ្វើការជំងឺឈឺក្បាលរបស់គាត់ក៏ចាប់ផ្ដើមរើឡើងដូច្នេះគាត់ព្យាយាមស្វែងរកថ្នាំរបស់គាត់ប៉ុន្តែគាត់រកមិនឃើញទាល់តែសោះបែរមកម៉ែអ្នកវិញគឺនាងបានចូលមកក្នុងបន្ទប់ដែលវ៉ាន់ពេលនោះនាងក៏បានឆែកឃើញនៅសៀវភៅម្ដាយរបស់នាងមួយក្បាលព្រមទាំងថ្នាំរបស់ឪពុករបស់នាងដែលគាត់កំពុងតែស្វែងរកថែមទៀតបន្ទាប់មកនាងក៏បានយកថ្នាំមួយនោះនឹងដើរចេញមកហើយនាងបានរៀបចំខ្លួនដើម្បីទៅសាលាថ្ងៃដំបូងរបស់នាងប៉ុន្តែនៅពេលដែលនាងដើរកាត់កន្លែងទិញអាហារនឹងនាងក៏បានជួបជាមួយនឹងនារីម្នាក់មានឈ្មោះថាយ៉ាពួកគេទាំងពីរនាក់រៀនសាលាជាមួយនឹងគ្នាដូច្នេះពួកគេទាំងពីរនាក់ក៏បានរាប់អានគ្នាព្រមទាំងបានដើរទៅសាលាជាមួយនឹងគ្នាយ៉ាក៏បានសួរថាហេតុអ្វីបានជានាងផ្លាស់ប្ដូរមករស់នៅទីនេះមេបានប្រាប់ថាដោយសារតែពុករបស់នាងត្រូវបានគេផ្លាស់ឲ្យមកធ្វើការនៅតំបន់នេះអញ្ចឹងហើយបានជានាងត្រូវមករស់នៅទីនេះដែរចំណែកឯថ្នាក់លើរបស់មីតក៏បានដើរមកសួរមីតថាតើផ្ទះដែលពួកគេបានរៀបចំឲ្យនឹងគឺយ៉ាងម៉េចដែរប៉ុន្តែមីតបានប្រាប់ទៅកាន់គាត់វិញថាមិនអីនោះទេមើលទៅវាក៏ល្អដែរបន្ទាប់មកមីតក៏បានក្លេកឃើញពូហ៊ីមដែលឆ្កែរបស់គាត់ព្រោះកាលពីថ្ងៃមុននឹងគាត់ធ្វើការនៅក្នុងរោងចក្រជាមួយនឹងគាត់ដែរផ្ទុយទៅវិញផ្ទះរបស់គាត់នៅពេលដែលមិនមានមនុស្សនៅបែរជាមានចលនាដោយខ្លួនឯងហើយនៅពេលដែលមីតត្រឡប់មកផ្ទះវិញក៏បានឃើញថាឆ្កែរបស់គេគឺត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយតាមមើលទៅដូចជាមាននរណាម្នាក់បំពុលវាឲ្យស្លាប់អញ្ចឹងហើយនៅពេលដែលមីតគាត់កំពុងតែកប់សាកសពឆ្កែរបស់គាត់ស្រាប់តែមានលោកពូម្នាក់បានជិះកង់មកយកសម្លគ្រីមួយចានយកមកឲ្យមីតនិងប្រាប់ថាគាត់ក៏ស្នាក់នៅជិតនេះដែរហើយគាត់បានប្រាប់ទៅកាន់មីតថានឹងចូលទៅនៅផ្ទះនេះគួរតែអធិដ្ឋានសុំពរជាមុនសិនបើសិនជាត្រូវការអ្នកអធិដ្ឋានអាចប្រាប់មកកាន់គាត់បានប៉ុន្តែមីតប្រាប់ថាមិនអីនោះទេបន្ទាប់មកមីតក៏បានដើរចូលមកក្នុងផ្ទះវិញហើយគាត់បានបោះសម្លការីនោះចោលទៅក្នុងធុងសំរាមតែម្ដងទៅពេលដែលឃើញអញ្ចឹងមេក៏បានសួរថាហេតុអ្វីបានជាធ្វើបែបនេះគាត់ក៏បានប្រាប់ទៅវិញថាយើងមិនគួរញ៉ាំរបស់ពីមនុស្សដែលយើងមិនស្គាល់ឡើយលុះពេលវេលាយប់ឡើងអ្នកមីងណយដែលត្រូវជាមីងបង្កើតរបស់មេគាត់មកទីនេះព្រោះតែគាត់ចង់យកមេទៅនៅជាមួយនឹងគាត់
គាត់បានសួរយោបល់របស់មេជាមួយនឹងមិត្តផងដែរតែមិត្តគាត់បាននិយាយអំពីដីនឹងផ្ទះរបស់គាត់ព្រោះតែផ្ទះនោះគឺជាផ្ទះរបស់គាត់ប៉ុន្តែដីគឺជាដីឪពុកក្មេករបស់គាត់ចង់ឲ្យឪពុកក្មេករបស់គាត់នឹងគឺកាត់ប្លង់ប្រគល់មកឲ្យគាត់កំពុងតែនិយាយគ្នាក៏ស្រាប់តែកូនរបស់អ្នកមីងណ້ອຍបានប្រាប់ថានៅក្នុងទ្រុងនោះដូចជាមានអ្វីចម្លែកកំពុងតែពិនិត្យមើលទៅកាន់ទ្រុងនោះស្រាប់តែមិត្តបានឮសំឡេងមនុស្សរត់នៅឯជាន់ខាងលើឬបែបនេះគាត់ក៏បានប្រញាប់ឡើងទៅបន្ទាប់មកគាត់ក៏បានសួរទៅកាន់កូនស្រីរបស់គាត់ថាតើមានបានឮសំឡេងគេរត់អំបាយមិញឬក៏អត់ប៉ុន្តែកូនស្រីរបស់គាត់ជាមួយនឹងអ្នកមីងណ້ອຍហាក់ដូចជាមិនបានឮសំឡេងអ្វីទាំងអស់បន្ទាប់មកអ្នកមីងណ້ອយបានសួរបញ្ជាក់មួយម៉ាត់ចុងក្រោយថាតើមេទៅជាមួយនឹងគាត់ឬក៏អត់ប៉ុន្តែមេបានបដិសេធហើយនៅពេលដែលមីងណ້ອយត្រឡប់ទៅវិញមិត្តគាត់បានឃើញពូហ៊ីមលឹបលើនៅមុខផ្ទះរបស់គាត់ឃើញបែបនេះគាត់ក៏បានប្រញាប់រត់ចេញទៅមើលប៉ុន្តែពូហ៊ីមក៏បានរត់ទៅបាត់ទៅហើយបន្ទាប់មកគាត់បានឃើញថាពូហ៊ីមគឺបានគូយន់អ្វីមួយនៅនឹងរបងផ្ទះរបស់គាត់តែម្ដងដូច្នេះគាត់បានលុបចេញហើយនៅពេលព្រឹកនៅពេលដែលគាត់ជូនមេទៅរៀនគាត់ក៏បានឃើញពូហ៊ីមអង្គុយនៅនឹងតុបាយមួយកន្លែងឃើញបែបនេះគាត់បានឈប់ឡាននិងចុះទៅសួរនាំទៅកាន់ពូហ៊ីមតែម្ដងថាតើយប់មិញបានធ្វើអ្វីលើរបងផ្ទះរបស់គាត់តើគូយន់អ្វីពូហ៊ីមគាត់ក៏បាននិយាយថាគាត់គ្រាន់តែគូយន់ដើម្បីការពារពួកគេតែប៉ុណ្ណោះឬបែបនេះពូដែលនៅជិតនឹងក៏បាននិយាយស្ដីឲ្យថាកុំទៅរករឿងពួកគេអីឲ្យពួកគេនៅតែពួកគេទៅបានហើយប៉ុន្តែពូហ៊ីមបាននិយាយថាគាត់គ្រាន់តែការពារពួកគេហើយក៏មិនបានគាត់មិនបានធ្វើក្រដាក់ពួកគេឯណាប៉ុន្តែមេបានប្រាប់ទៅវិញថាកុំឲ្យទៅរញ៉េរញ៉ៃជាមួយនឹងគាត់ហើយនឹងកូនស្រីរបស់គាត់ទៀតគាត់មិនត្រូវការជំនួយពីពូហ៊ីមនោះទេចំណែកឯមេគឺនឹងរៀនជំនាញស្ថាបត្យករនៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងតំបន់មួយនេះហើយនៅពេលល្ងាចឡើងនៅពេលដែលមេគាត់ចេញពីធ្វើការគាត់ក៏បានឃើញពូហ៊ីមដូច្នេះគាត់ក៏បានជិះឡានទៅតាមពូហ៊ីមពីក្រោយតែម្ដងទៅហើយគាត់ចង់ដឹងថាតើពូហ៊ីមធ្វើអ្វីខ្លះហើយនឹងមានបំណងអ្វីទៅលើគ្រួសាររបស់គាត់ប៉ុន្តែនៅពេលដែលជិះតាមទៅឃើញថាដូចជាមិនមានអ្វីចម្លែកនោះទេគាត់គ្រាន់តែទៅផឹកជាមួយមិត្តភក្តិរបស់គាត់តែប៉ុណ្ណោះដូច្នេះមិត្តគាត់ក៏បានត្រឡប់មកផ្ទះរបស់គាត់វិញប៉ុន្តែនៅពេលដែលគាត់មកដល់ផ្ទះឃើញថាភ្លើងគឺបើកមិនចេញទាល់តែសោះគឺដូចជាដាច់ភ្លើងចឹងតែពេលនោះគាត់ហាក់ជាបានឮសំឡេងមនុស្សដើរនៅជាន់ខាងលើដូច្នេះគាត់ក៏បានឡើងទៅខាងលើម្ដងបន្តិចហើយគាត់ក៏បានឃើញស្រមោលរបស់មនុស្សម្នាក់ដើរចូលទៅខាងក្នុងបាតតែម្ដងទៅប៉ុន្តែនៅពេលដែលគាត់ព្យាយាមប្រិតមើលគឺជាឆ្កែរបស់គាត់ទៅវិញនោះគាត់ក៏បានធ្លាក់ពីលើចុះមកតែម្ដងប៉ុន្តែសំណាងល្អមេមកដល់នាងក៏បានបើកភ្លើងនិងប្រញាប់មកមើលឪពុករបស់នាងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាតើហេតុអ្វីបានជាអំបញ្ញមិញគាត់បើកភ្លើងមិនចេញនោះទេប៉ុន្តែនៅពេលដែលកូនស្រីរបស់គាត់មកបែរជាបើកភ្លើងបានប៉ុន្តែគាត់ក៏មិនបាននិយាយអ្វីប្រាប់ទៅកាន់នាងច្រើនដែរគាត់ក៏បានឡើងមកសម្រាកតែម្ដងទៅលុះពេលវេលាព្រឹកឡើងនៅពេលដែលគាត់ចុះមកខាងក្រោមគាត់បានឃើញថ្នាំរបស់គាត់នៅលើតុហើយបានប្រាប់គាត់ថាគឺនាងរកឃើញនៅក្នុងកេសដាក់អីវ៉ាន់បន្ទាប់មកនាងក៏បាននិយាយជាមួយនឹងគាត់ថាឲ្យគាត់នឹងគួរតែទៅកាន់មន្ទីរពេទ្យពិនិត្យទៅតាំងពីកើតអបាតវហេតុគាត់មិនធ្លាប់ទៅមន្ទីរពេទ្យតែសោះគាត់មិនគួរប្រើថ្នាំព្រាបដាស់បែបនេះនោះទេប៉ុន្តែគាត់បានបដិសេធព្រោះអីគាត់ក៏មិនមានបញ្ហាអ្វីផងនឹងគ្រាន់តែជាក្បាលបន្តិចបន្តួចតែប៉ុណ្ណោះចំណែកឯពូហ៊ីមគាត់គឺជាអ្នករៀនវិទ្យាមន្តអាគមខ្មៅចឹងហើយបានជាគាត់តែងតែមើលនៅវីដេអូដែលតាក់ទងជាមួយនឹងមន្តអាគមខ្មៅទាំងអស់នោះចំណែកឯមេនៅពេលដែលបានស្គាល់ជាមួយនឹងយ៉ាពួកគេទាំងពីរនាក់ក៏បានឆាតឆ្លើយឆ្លងគ្នាទៅវិញទៅមកមកកាន់មីតគាត់បានខលទូរស័ព្ទប្រាប់ទៅកាន់កូនស្រីរបស់គាត់ថាថ្ងៃនេះប្រហែលជាគាត់ចេញពីធ្វើការរៀងយប់ជ្រៅបន្តិចអញ្ចឹងគាត់ប្រាប់ឲ្យនាងគឺបិទទ្វារទាំងមុខទាំងក្រោយមិនបាច់រងចាំគាត់នោះទេតាមពេលដែលគាត់ទៅដល់គាត់នឹងបើកទ្វារចូលដោយខ្លួនឯងប៉ុន្តែនៅពេលដែលគាត់កំពុងតែនិយាយគ្នាជាមួយនឹងកូនរបស់គាត់បែរជាបានលើសំឡេងយ៉ាងចម្លែកចេញពីទូរស័ព្ទនឹងទៅវិញធ្វើឲ្យគាត់ឆ្ងល់យ៉ាងខ្លាំងតើមានអ្វីកាត់ឡើងនៅក្នុងផ្ទះរបស់គាត់គាត់បានភ្ញាក់រហូតបោះទូរស័ព្ទចោលដោយសារតែគាត់បានឮសំឡេងដែលគួរឲ្យខ្លាចនៅក្នុងទូរស័ព្ទនឹងដូច្នេះគាត់ក៏មិនរងចាំយូរដែរគាត់ក៏បានប្រញាប់ត្រឡប់ទៅកាន់ផ្ទះវិញភ្លាមតែម្ដងប៉ុន្តែនៅពេលដែលគាត់ទៅដល់គាត់បែរជាបានឃើញកូនស្រីរបស់គាត់រត់ទៅខាងក្រោយផ្ទះទៅវិញឃើញបែបនេះគាត់ក៏បានប្រញាប់រត់ទៅតាមប៉ុន្តែការពិតមេគឺនាងនៅលើផ្ទះឯនេះនោះទេហើយនៅពេលដែលគាត់ចូលទៅតាមកូនស្រីរបស់គាត់ក៏បានឃើញមនុស្សមួយក្រុមកំពុងតែអង្គុយមិនដឹងជាធ្វើអ្វីឡើយនៅនឹងមាត់ទឹកលុះពេលដែលគាត់ដើរចូលទៅជិតដើម្បីមើលឲ្យច្បាស់តែពួកគេគឺមិនមែនជាមនុស្សនោះទេធ្វើឲ្យគាត់ភ្ញាក់រហូតធ្លាក់ចូលទៅក្នុងទឹកស្រះពេលនោះមេក៏បានមកដល់គឺដោយសារតែនាងបានលើសំឡេងឡានឪពុករបស់គេនឹងគឺមកដល់ផ្ទះនឹងឯងទើបបានជាគេមកតាមគាត់បែបនេះហើយនៅពេលដែលពួកគេមកនៅផ្ទះវិញ្ញាណខ្មៅមួយនឹងគឺតែងតែដើរនៅក្នុងផ្ទះមួយនេះក្រោយពេលដែលមេបាននាំឪពុករបស់ខ្លួនមកក្នុងកម្មវិធីរបស់យ៉ាដែលត្រូវជាមិត្តរបស់នាងធ្វើបែបនេះគឺគ្រាន់តែចង់រាប់អានអ្នកភូមិនេះតែប៉ុណ្ណោះពួកគេគឺមានកម្មវិធីមួយគេហៅថាកម្មវិធីកាត់ស្បែកអញ្ចឹងហើយបានជាគេហៅអ្នកភូមិមកជួបជុំគ្នាញ៉ាំអាហារបែបនេះមេបានទៅជាមួយនឹងមិត្តភក្តិរបស់នាងចំណែកឪពុករបស់នាងគឺត្រូវបានចាស់ហៅទៅឲ្យញ៉ាំអាហារនៅឯខាងលើនៅពេលដែលគាត់រៀបនឹងញ៉ាំគាត់ក៏បានកលេចឃើញថាដូចជាមិនបានឃើញពូហ៊ីមទាល់តែសោះគាត់ក៏បានសួរទៅកាន់ពួកគេបរិសម្នាក់បានឆ្លើយប្រាប់ថាពូហ៊ីមគឺមិនត្រូវបានអញ្ជើញមកឡើយគឺដោយសារតែគាត់គឺជាមនុស្សដែលរៀននៅវិជ្ជាមន្តអាគមខ្មៅ
កំពុងតែស្ដាប់ពួកគេនិយាយនឹងក៏ស្រាប់តែគាត់បានឃើញថាជើងរបស់គាត់ចាប់ផ្ដើមមានរបួសព្រមទាំងហូរឈាមមកថែមទៀតមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានឃើញពួកគេសើចចំអកឲ្យគាត់ឃើញបែបនេះគាត់ក៏បានប្រញាប់រត់ចុះត្រឡប់ទៅវិញតែម្ដងទៅប៉ុន្តែការពិតវាគ្រាន់តែជាការស្រមើស្រមៃរបស់គាត់តែប៉ុណ្ណោះបើមើលទៅតាមអាការៈរបស់គាត់ហាក់ដូចជាคล้ายទៅជាមនុស្សឈួតបាត់ទៅហើយបានប្រាប់ទៅកាន់មេថាពួកគេបានបំពុលឆ្កែរបស់យើងហើយថែមទាំងបានធ្វើអំពើឲ្យគាត់នឹងគឺមានរបួសហូរឈាមថែមទៀតប៉ុន្តែនៅពេលដែលមើលទៅគឺមិនបានឃើញអ្វីទាំងអស់ពេលដែលឃើញអាកប្បកិរិយារបស់គាត់ហាក់ដូចជាមិនស្រួលនាងក៏បានស្រែកឲ្យគាត់ខ្លាំងនិងស្រែកថាបើសិនជាគាត់នៅតែធ្វើបែបនេះទៀតនាងនឹងទៅរស់នៅជាមួយនឹងអ្នកមីងណយជាមិនខានបន្ទាប់ពីគាត់ចូលទៅលុបមុខដើម្បីឲ្យសតិរបស់គាត់រៀងត្រឡប់មកវិញហើយគាត់ក៏បានចូលមកសុំទោសកូនស្រីរបស់គាត់ពេលនោះមេក៏បាននិយាយថាបើសិនជាពួកគេត្រូវរស់នៅទីនេះបន្តនាងនឹងទៅរកព្រះសង្ឃមកឲ្យសូត្រមន្តចេញចំណែកឪពុករបស់នាងគឺត្រូវតែទៅមន្ទីរពេទ្យដើម្បីឲ្យពេទ្យពិនិត្យមេក៏បានទៅអញ្ជើញខាងសាសនាព្រាហ្មណ៍ឲ្យមកជាមុនសិនដោយពួកគេគឺធ្វើពិធីមួយនៅទីនេះមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានដំឡើងនៅប្រភពនៅទីនេះថែមទៀតពេលដែលក្រុមរបស់ពួកគាត់កាយដីក៏ស្រាប់តែបានប្រទះឃើញនៅកាំបិតពីបុរាណមួយឃើញបែបនេះលោកគ្រូគាត់គិតថាគាត់នឹងយកកាំបិតនេះយកទៅបំផ្លាញចោលប៉ុន្តែបែរជាត្រូវបានមេនឹងសុំយកទៅទុកទៅវិញបន្ទាប់ពីធ្វើពិធីខាងសាសនាព្រាហ្មណ៍រួចហើយមេក៏បានអញ្ជើញព្រះសង្ឃយកមកឲ្យសូត្រមន្តនៅក្នុងផ្ទះរបស់នាងថែមទៀតប៉ុន្តែព្រះសង្ឃមើលទៅហាក់ដូចជាមានអារម្មណ៍ថាមិនសូវស្រួលទាល់តែសោះលុះពេលវេលាយប់ឡើងក៏ស្រាប់តែមានផ្សែងខ្មៅមួយបានភាយចេញពីប្រភពដែលពួកគេបានធ្វើពិធីកាលពីថ្ងៃមិញតែមានគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងមកទាំងកណ្ដាលយប់ដោយសារតែគាត់បានលើសំឡេងចេញពីប្រភពនោះមកប៉ុន្តែនៅពេលដែលគាត់ទៅមើលបែរជាមិនបានឃើញអ្វីទាំងអស់ដូច្នេះគាត់បានចូលមកដេកវិញលុះពេលដែលគាត់មកកន្លែងធ្វើការនឹងកន្លែងធ្វើការក៏បានមានរឿងរ៉ាវអាក្រក់កើតឡើងគឺម៉ាស៊ីនត្រូវបានឆេះពួកគេព្យាយាមធ្វើការផ្អាករកម៉ាស៊ីនទាំងអស់ដើម្បីឲ្យស្ថានភាពត្រឡប់មកសភាពដូចដើមវិញនាទីបំផុតគ្រប់យ៉ាងក៏បានត្រឡប់មកដូចដើមវិញពិតមែនពេលនោះមេរបស់គាត់ក៏បានស្ដីបន្ទោសឲ្យគាត់ដោយសារតែគាត់លួចផឹកស្រានៅកន្លែងធ្វើការវាគឺជាការធ្វើខុសវិន័យដ៏ធំរបស់ក្រុមហ៊ុនហើយឯមេក៏បានមកសុំឲ្យលោកតាជួយនាងម្ដងទៀតប៉ុន្តែលោកតាប្រាប់ថាគាត់មិនអាចជួយបាននោះទេគាត់មានអារម្មណ៍ថាវិញ្ញាណនៅក្នុងផ្ទះនោះគឺវាខ្លាំងក្លាខ្លាំងណាស់អ្វីដែលពួកគេត្រូវធ្វើគឺត្រូវតែប្រញាប់រើចេញពីទីនេះជាបន្ទាន់លុះពេលដែលនាងត្រឡប់មកវិញនឹងនាងក៏បានឮមិត្តភ័ក្តិរបស់នាងនិយាយអំពីមនុស្សម្នាក់ត្រូវបានស្លាប់នៅឯចុងព្រែកឯនោះហើយនៅពេលដែលមេមកលេងផ្ទះរបស់យ៉ានាងក៏បានសួរអំពីខ្មោចប៉ុន្តែយ៉ាបានប្រាប់ថានៅក្នុងសាសនារបស់មូស្លីមនឹងគឺមិនមានខ្មោចនោះទេគឺមានតែឌីជីនតែប៉ុណ្ណោះឌីជីនគឺមានពីរមួយល្អមួយអាក្រក់ឌីជីនអាក្រក់គឺសហការជាមួយនឹងសត្វតាំងនឹងឯងហើយឌីជីនគឺមិនមែនជាខ្មោចដែលចេញមកលោកមនុស្សដូចនៅក្នុងខ្សែភាពយន្តដែរពេលនឹងផងដែរស្រាប់តែសំឡេងស្រែកដុល្លារបានលើចេញមកពីខាងក្រោមហើយនៅពេលដែលយ៉ាអើតទៅសួរនាំទៅគាត់បានប្រាប់ថាមានមនុស្សម្នាក់ទៀតហើយគឺបានស្លាប់នៅឯចុងភូមិឯនោះដូច្នេះពួកគេក៏បាននាំគ្នាទៅមើលពីករណីនៃការស្លាប់របស់បរិសម្នាក់នឹងបន្ទាប់ពីឃើញថាអ្នកភូមិបានស្លាប់ចំនួន2នាក់ទៅហើយយ៉ាក៏បាននាំមេទៅជួបជាមួយនឹងលោកពូហេមព្រោះតែមានតែលោកពូហេមតែប៉ុណ្ណោះដែលអាចដោះស្រាយជាមួយនឹងជីនអាក្រក់បាននៅពេលដែលនាងចូលទៅដល់ផ្ទះរបស់គាត់ក៏បានសួរថាតើនាងមករកខ្ញុំមានការអ្វីនាងបានប្រាប់ទៅកាន់លោកពូហេមថានាងមកនេះគឺព្រោះតែចង់ឲ្យគាត់ជួយនាងតែប៉ុណ្ណោះព្រោះតែផ្ទះរបស់នាងហាក់ដូចជាមានវិញ្ញាណនៅក្នុងនោះគាត់ក៏បានប្រាប់តែកាន់នាងថានៅក្នុងផ្ទះមួយនោះគឺមានជីនអាក្រក់ពិធីល្អបំផុតគឺមានតែរើចេញតែប៉ុណ្ណោះព្រោះតែឪពុករបស់នាងបានយកចេញនៅរបស់ដែលមិនគួរយកចេញប៉ុន្តែបែរជាយកចូលនៅរបស់ដែលមិនគួរយកចូលគឺជាទីសក្ការៈដែលនាងបានយកចូលកាលពីថ្ងៃមុននឹងឯងដូច្នេះគាត់បានប្រាប់ឲ្យនាងឆាប់ទៅរើចេញពីផ្ទះនឹងទៅប៉ុន្តែនៅពេលដែលនាងត្រឡប់មកវិញនាងក៏បានឃើញមានឈាមជាច្រើនស្រក់មកពីលើភ្លាមនោះនាងក៏បានប្រញាប់ឡើងទៅកាន់បន្ទប់ឪពុករបស់នាងតាមពិតគាត់កំពុងតែយកកាំបិតយកមកឆ្កឹះជើងរបស់ខ្លួនឯងព្រោះតែគាត់ឃើញថាជើងរបស់គាត់គឺមានដំបៅយ៉ាងធំលុះពេលដែលនាងយកគាត់ទៅមន្ទីរពេទ្យវាក៏ទៅបានបិទជាប់ប៉ុន្តែស្នាមល្អគឺទៅបានលោកពូហ៊ីមមកដល់តាន់ពេលវេលាដូច្នេះគាត់ក៏បាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីនាំទៅកាន់មន្ទីរពេទ្យរួចហើយគាត់ក៏បាននាំពួកគេទៅកាន់កន្លែងមួយដែលអាចជួយទៅដល់ឪពុករបស់នាងបានពេលនោះស្រាប់តែភមីតគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងមកវិញគាត់បានប្រាប់ឲ្យឈប់ឡានព្រោះតែគាត់មិនចង់ទៅជាមួយនឹងលោកពូហ៊ីមនោះទេគាត់មិនទុកចិត្តលោកពូហ៊ីមប៉ុន្តែមេបាននិយាយថាបើសិនជាមិនទុកចិត្តពូហ៊ីមក៏គួរតែទុកចិត្តនាងដែរហើយពូហ៊ីមបានប្រាប់ទៅកាន់ពួកគេថាគាត់កំពុងតែនាំពួកគេទៅកាន់ភូមិខាងត្បូងនៃប្រទេសម៉ាឡេព្រោះតែនៅទីនោះគឺមានមនុស្សអាចជួយទៅដល់មីតបានគាត់ក៏បាននិយាយអំពីរឿងរ៉ាវនៃផ្ទះនោះប្រាប់ទៅកាន់ពួកគេគាត់ថាមានជីនអាក្រក់នៅក្នុងនឹងស្របពេលដែលពួកគេយកប្រភពយកចូលមកថែមទៀតជីនក៏បានបន្លំខ្លួននៅក្នុងប្រភពនឹងតែម្ដងទៅបន្ទាប់ពីធ្វើដំណើរពេញមួយយប់ពួកគេក៏បានធ្វើដំណើរមកដល់ភូមិខាងត្បូងនៃប្រទេសថៃដែលជាប់ជាមួយនឹងប្រទេសម៉ាឡេស៊ីនៅពេលដែលមកដល់ទីនេះពួកគេក៏បានចូលទៅផឹកអីបន្តិចបន្ទាប់មកស្រាប់តែមានបរិសម្នាក់បានជិះម៉ូតូមកដល់តែម្ដងបើតាមមើលទៅគឺដូចជាគ្នារបស់ពូហ៊ីមបានប្រាប់ឲ្យពួកគេរងចាំនៅទីនេះមួយផ្លែតគាត់នឹងប្រញាប់ត្រឡប់មកវិញនោះទេបន្ទាប់ពីនិយាយហើយគាត់ក៏បានដើរទៅឡើងម៉ូតូព្រមទាំងបានជិះម៉ូតូនឹងគឺចាក់ចេញទៅបាត់ទៅមិនយូរប៉ុន្មានស្រាប់តែគាត់បានជិះម៉ូតូនោះត្រឡប់មកវិញដោយគាត់បានយកឈើច្រត់មកជាមួយផងដែរព្រោះតែឈើច្រត់មួយនេះគាត់យកមកឲ្យមីតគាត់ដឹងថាមីតគឺមិនអាចដើរដល់បែបនេះបាននោះទេប
បន្ទាប់មកពួកគេក៏បាននាំគ្នាធ្វើដំណើរបន្តទៅទៀតទៅកាន់ភាគខាងត្បូងនៃប្រទេសថៃដែលវាជាប់ជាមួយនឹងប្រទេសឥណ្ឌូនេស៊ីតែម្ដងនៅពេលដែលធ្វើដំណើរមកដល់តំបន់មួយពួកគេក៏បាននាំគ្នាចុះធ្វើដំណើរបន្តទៅទៀតហើយឈើច្រត់មួយនឹងគឺសម្រាប់មីធ្វើដំណើរចូលទៅក្នុងព្រៃនឹងឯងនៅពេលដែលមកដល់គាត់ក៏បានប្រាប់ឲ្យពួកគេរងចាំនៅកន្លែងនេះបន្តិចចំណែកឯគាត់ទៅនិយាយចរចាជាមួយនឹងមនុស្សដែលនៅក្នុងព្រៃនឹងប៉ុន្តែបើតាមមើលទៅគាត់ក៏ស្គាល់ពួកគេដែរបន្ទាប់ពីនិយាយជាមួយនឹងពួកគេរួចហើយពួកគេក៏បាននាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃបន្តទៅទៀតតាមពិតតំបន់នេះគឺជាតំបន់កន្លែងដែលពូហ៊ីមគាត់មករៀននៅវិទ្យាអាគមខ្មៅនៅកន្លែងនឹងឯងគ្រូគឺគាត់មានឈ្មោះថាសៃណាប់នៅពេលដែលឃើញអ្នកគ្រូពូហ៊ីមគាត់បានដើរចូលទៅជិតនិងប្រាប់ថាផ្ទះធំមួយនោះគឺមានបញ្ហាហើយគឺបរិសម្នាក់នេះឯងគឺត្រូវបានវិញ្ញាណជីនចូលទៅក្នុងខ្លួនរបស់គាត់គឺបែបនេះអ្នកគ្រូក៏បាននិយាយថាក្រែងផ្ទះមួយនោះគឺត្រូវបានដាក់យ័ន្តការពារទៅហើយហេតុអ្វីបានជាមានរឿងបែបនេះទៀតលោកពូហ៊ីមក៏បានប្រាប់ថាគឺយ័ន្តនោះត្រូវបានបំផ្លាញដោយគាត់នឹងឯងគ្រូក៏បានប្រាប់ថាជីននោះគឺគាត់មិនអាចកម្ចាត់វាបាននោះទេប៉ុន្តែគាត់អាចបណ្ដេញវាចេញពីក្នុងខ្លួនរបស់មីតបានប៉ុន្តែពឹងផ្អែកទៅលើមីតដោយខ្លួនឯងព្រោះតែវិញ្ញាណជីននោះចូលទៅក្នុងខ្លួនរបស់មីតគឺដោយសារតែផ្លូវចិត្តរបស់គាត់ចុះទន់ខ្សោយពេលនោះឌីជីនដែលនៅក្នុងខ្លួនរបស់គាត់ក៏ចាប់ផ្ដើមបង្ហាញខ្លួនចេញមកព្រមទាំងនិយាយថាយើងនឹងយកវាទៅជាមួយនឹងយើងព្រោះតែវាបានសម្លាប់ប្រពន្ធរបស់ខ្លួនឯងប៉ុន្តែលោកយាយក៏បានចូលមកចិត្តបន្ទាប់មកគាត់ក៏បានធ្វើការសូត្រនៅអាគមនិងបណ្ដេញវិញ្ញាណជីននោះឲ្យចេញពីក្នុងខ្លួនរបស់មីតហើយឌីជីននោះវាក៏បានរត់បាត់ស្រមោលបាត់តែម្ដងទៅបន្ទាប់មកលោកយាយក៏បាននិយាយអំពីប្រវត្តិរបស់ឌីជីនដែលមានជាប់ពាក់ព័ន្ធជាមួយនឹងផ្ទះមួយខ្នងនោះគាត់ក៏បាននិយាយប្រាប់ថាកាលពីសម័យមុនជនជាតិមូស្លីមគឺត្រូវបានជនជាតិថៃចាប់ទៅធ្វើជាទាសករឲ្យពួកគេរស់យ៉ាងលំបាកតែកាឌីគាត់គឺជាគ្រូអាគមដែលមានកូនសិស្សម្នាក់មានឈ្មោះថាអ៊ីម៉ានៅយប់មួយគាត់កំពុងតែធ្វើពិធីបណ្ដេញវិញ្ញាណខ្មោចចេញពីខ្លួនប្រាណរបស់ទាសករដូចគ្នាហើយកូនចៅរបស់ម្ចាស់គាត់គឺតែងតែលួចខ្លោមើលពួកគេព្រោះខ្លាចថាពួកគេនឹងរត់គេចខ្លួនបន្ទាប់ពីធ្វើពិធីចប់គាត់ក៏បាននិយាយអំពីបំណងដែលគាត់ចង់រត់គេចពីទីនេះប៉ុន្តែកូនសិស្សរបស់គាត់គឺមិនយល់ស្របនោះទេព្រោះតែគិតថាទីនេះក៏វាល្អដែរយ៉ាងហោចណាស់ក៏ពួកគេមានអាហារបរិភោគគ្រប់គ្រាន់ពេលដែលគាត់ដឹងថាអ៊ីម៉ាគិតបែបនេះធ្វើឲ្យគាត់នឹងគឺខឹងយ៉ាងខ្លាំងព្រោះតែនៅទីនេះមិនមែនជាផ្ទះរបស់ពួកគេនោះទេពួកគេត្រូវតែចាកចេញពីទីនេះដែលជាហេតុធ្វើពួកគេក៏ចាប់ផ្ដើមមានការឆ្លោះរហូតដល់វាយគ្នាតែម្ដងបន្ទាប់មកអ៊ីម៉ាក៏បានយករឿងនៃការចង់រត់គេចទៅប្រាប់ម្ចាស់របស់ខ្លួនដែលជាហេតុធ្វើឲ្យម្ចាស់នឹងបានបញ្ជាមនុស្សទៅដើម្បីឲ្យចាប់ប៉ាឌីត្រឡប់មកវិញចំណែកប៉ាឌីព្យាយាមរត់គេចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់មិនអាចរត់គេចពីពួកគេបានដែរនៅទីបំផុតគាត់ក៏ត្រូវបានពួកគេតាមទាន់ហើយដោយសារតែគាត់មិនចង់ត្រឡប់ទៅវិញគាត់ក៏សម្រេចចិត្តដាក់បណ្ដាសានៅលើទឹកដីមួយនឹងតែម្ដងទៅដោយប្រើកាំបិតអាគមរបស់គាត់មិនយូរប៉ុន្មានគាត់ក៏ត្រូវបានចាប់ខ្លួនយកត្រឡប់មកវិញប៉ុន្តែគាត់ក៏នៅតែមិនព្រមចោះចូលជាមួយនឹងពួកគេដដែលនៅតែបន្តដាក់បណ្ដាសាអ្នកដែលរស់នៅលើទឹកដីមួយនេះព្រមទាំងជនក្បត់ផងដែរគាត់ចាប់ទុកពួកគេនឹងគឺជាជនឈ្លានពានអាឌីក៏ត្រូវបានគេសម្លាប់ដោយកាត់ក្បាលចំណែកកូនសិស្សរបស់គាត់នៅពេលដែលឃើញទស្សនវិជ្ជាបែបនេះធ្វើឲ្យគេខឹងយ៉ាងខ្លាំងគេក៏បានចាត់ការទៅលើមនុស្សទាំងអស់ដែលប្រើនៅវិជ្ជាអាគមដែលគាត់បានរៀនចេះពីលោកគ្រូរបស់ខ្លួនបន្ទាប់មកគេក៏បានកប់សពអាឌីនៅក្នុងដីមួយនេះព្រមទាំងបានធ្វើការសូត្រនៅអាគមដើម្បីការពារកុំឲ្យបណ្ដាសាដែលគាត់បានដាក់នឹងវាសាយភាយថែមទៀតផងចំណែកឯក្រុមទាសកររបស់អ៊ីម៉ានក៏បានឡើងគ្រប់គ្រងផ្ទះមួយនេះជំនួសជនជាតិថៃបន្ទាប់មកអ៊ីម៉ាក៏បានប្រើនៅវិជ្ជាអាគមដើម្បីឃុំឃាំងនៅបណ្ដាសារបស់អាឌីដែលគាត់បានដាក់នៅក្នុងទ្រុងសัตว์មួយនឹងឯងប៉ុន្តែបន្ទាប់ពីដំណើរមួយនេះបានលើទៅដល់ជនជាតិថៃដែលជាអ្នកគ្រប់គ្រងតំបន់មួយនេះក៏បានចាត់គ្នាជាច្រើនមកឲ្យចាត់ការពួកទាសករទាំងអស់នឹងព្រមទាំងបានសម្លាប់អ៊ីម៉ាទម្លាក់ចុះទៅក្នុងទឹកថែមទៀតផងហើយដោយសារតែវិញ្ញាណរបស់អាឌីគឺជាវិញ្ញាណគ្រូអាគមដ៏ខ្លាំងពូកែព្រមទាំងស្លាប់ដោយកំហឹងនិងចងគំនុំផងនោះឆ្នេះបណ្ដាសារបស់គាត់ដែលបានដាក់ទៅលើទឹកដីដែលពួកគេបានសាងសង់ផ្ទះពីលើនឹងគឺខ្លាំងក្លាខ្លាំងណាស់គាត់មិនអាចជួយពួកគេកម្ចាត់បាននោះទេគឺវិធីល្អបំផុតពួកគេត្រូវតែរើចេញពីផ្ទះនោះឲ្យបានលឿនជាទីបំផុតទៅតាមអ្វីដែលពួកគេអាចធ្វើទៅបានបន្ទាប់ពីទទួលបានកែណែនាំរួចហើយពួកគេបានត្រឡប់មកវិញប៉ុន្តែនៅពេលដែលធ្វើដំណើរកាត់វិហារអ៊ីស្លាមមួយកន្លែងពូហ៊ីមក៏បានប្រាប់ឲ្យពួកគេរងចាំនៅទីនេះបន្តិចគាត់ចូលទៅធ្វើការអធិដ្ឋានចំនួន2-3នាទីហើយនៅពេលដែលពួកគេរងចាំពូហ៊ីមនៅខាងក្រៅមេក៏បានយកក្រដាសមួយដែលនាងបានយកចេញពីសៀវភៅម្ដាយរបស់នាងយកប្រកល់ទៅឲ្យឪពុករបស់នាងគឺជារូបឪពុករបស់នាងផឹកស្រានៅថ្ងៃដែលជួបជាមួយនៅបៈទវហេតុនឹងឯងគាត់បានគូររូបនោះទុកនៅក្នុងសៀវភៅរបស់គាត់បន្ទាប់មកពួកគេក៏បានជួបជាមួយនឹងអបតវហេតុតែម្ដងតាមពិតអបតវហេតុដែលបានកើតឡើងគឺដោយសារតែគាត់នឹងផឹកស្រាស្រវឹងបណ្ដាលឲ្យម្ដាយរបស់នាងស្លាប់ប៉ុន្តែនាងក៏មិនបានប្រកាន់ខឹងអ្វីដែរព្រោះតែនាងគិតថាម្ដាយរបស់នាងគឺរស់មានសេចក្តីសុខនៅពេលដែលនៅជាមួយនឹងឪពុករបស់ខ្លួនកំពុងតែនិយាយគ្នាស្រាប់តែពូហ៊ីមក៏បានមកដល់គាត់ក៏បាននាំពួកគេត្រឡប់ទៅវិញប៉ុន្តែយប់នេះពួកគេស្នាក់នៅទីនេះនៅឡើយព្រោះតែមិនទាន់អាចត្រឡប់ទៅវិញទាំងយប់បានដូច្នេះស្អែកឡើងពួកគេទាំងពីរអ្នកឪពុកកូនមិនបានទៅកាន់ផ្ទះនោះវិញទេគឺបានធ្វើដំណើរមកកាន់ផ្ទះរបស់ខ្លួនវិញប៉ុន្តែផ្ទះមួយនេះគឺត្រូវបានអ្នកមីងណយដាក់លក់បាត់ទៅហើយឃើញបែបនេះមេបានខកទៅសួរអ្នកមីងណយចំណែកឪពុករបស់នាងខឹងយ៉ាងខ្លាំងម៉េក៏មិនចង់លក់ផ្ទះនេះដែរព្រោះតែផ្ទះមួយនេះគឺពោពេញទៅដោយអនុស្សាវរីយ៍ជាច្រើនម្ដាយជាមួយនឹងឆ្កែរបស់នាង
ប៉ុន្តែមិនគួរណាមិញរបស់នាងធ្វើបែបនេះនោះទេបន្ទាប់មកមេបានប្រាប់ទៅកាន់ឪពុកថាពួកគេត្រឡប់ទៅកាន់ផ្ទះនោះវិញហើយទៅយកធាតុម្ដាយរបស់គេព្រមទាំងរបស់មួយចំនួននិងប្រញាប់នាំគ្នាចាក់ចេញពីទីនេះតែម្ដងគឺពេលដែលមកដល់នាងក៏បានប្រាប់ឲ្យឪពុកប្រញាប់ទៅយកធាតុម្ដាយរបស់នាងចំណែកឯនាងឡើងទៅខាងលើប្រមូលរបស់សំខាន់និងប្រញាប់ចាក់ចេញពីទីនេះប៉ុន្តែនៅពេលដែលពួកគេកំពុងតែរៀបចំអីវ៉ាន់ស្រាប់តែប្រភពដែលពួកគេបានធ្វើនឹងគឺចាប់ផ្ដើមប្រេះតែម្ដងមិនត្រឹមតែប៉ុណ្ណោះស្រាប់តែមានចំហាយពណ៌ខ្មៅមួយចេញពីប្រភពនឹងមកថែមទៀតមិនយូរប៉ុន្មានស្រាប់តែមានខ្យល់យ៉ាងខ្លាំងគឺបានបោកចូលមកក្នុងផ្ទះមួយនឹងនៅពេលដែលមីតគាត់ចង់យកធាតុប្រពន្ធរបស់គាត់ធាតុនោះក៏ត្រូវបានធ្លាក់បែកបន្ទាប់មកមីតគាត់ក៏បានឮសំឡេងប្រពន្ធរបស់គាត់នៅឯខាងក្រោយផ្ទះដូច្នេះគាត់ក៏បានកាន់រូបថតប្រពន្ធរបស់គាត់ធ្វើដំណើរទៅរកប្រពន្ធរបស់គាត់តែម្ដងចំណែកឯមេនៅពេលដែលចូលមកវិញគឺមិនបានឃើញឪពុករបស់ខ្លួននោះទេគឺបានឃើញតែធាតុរបស់ម្ដាយរបស់គេធ្លាក់បែកតែប៉ុណ្ណោះពេលនោះមានវិញ្ញាណមួយគឺបានមកជិតខ្លួនរបស់មេប៉ុន្តែនៅពេលដែលមេឮសំឡេងស្រែកហៅនាងក៏បានចេញទៅបើកទ្វារតាមពិតគឺជាលោកពូហ៊ីមជាមួយនឹងអ្នកគ្រូរបស់គាត់សោះគេបានសួរថាតើពេលនេះឪពុករបស់នាងនៅឯណាប៉ុន្តែនាងគឺមិនដឹងថាគាត់ទៅណានោះទេដូច្នេះអ្នកគ្រូបានប្រាប់ឲ្យនាងញាប់ទៅរកឪពុករបស់នាងភ្លាមទៅព្រោះឪពុករបស់នាងកំពុងតែមានគ្រោះថ្នាក់ចំណែកឯគាត់ជាមួយនឹងពូហ៊ីមនឹងកំពុងតែធ្វើការទប់ទល់ជាមួយនឹងជីននៅក្នុងផ្ទះមួយនេះវាបានធ្វើការវាប្រហារទៅលើពួកគេយ៉ាងខ្លាំងប៉ុន្តែពួកគាត់ទាំងពីរនាក់នៅតែព្យាយាមធ្វើការទប់ទល់ដដែលមិនយូរប៉ុន្មានគ្រប់យ៉ាងក៏បានស្ងប់ស្ងាត់ទៅវិញតាមពិតគឺវាបានចេញមកខាងក្រៅឯណេះសោះហើយវាក៏បានបង្ហាញនៅឫទ្ធិអំណាចរបស់វាដើម្បីបន្លាចពួកគេទាំងពីរនាក់ចំណែកឯមេក៏បានមករកឪពុករបស់ខ្លួននៅខាងក្រោយផ្ទះនៅពេលនោះនាងក៏បានឃើញគាត់កំពុងតែអង្គុយយំនៅនឹងមាត់ទឹកឃើញបែបនេះនាងបានប្រញាប់ដើរទៅនាំគាត់ត្រឡប់ទៅវិញប៉ុន្តែមើលទៅគាត់ហាក់ដូចជាបាត់បង់ស្មារតីបាត់ទៅហើយគាត់មានវិបដិសារីយ៉ាងខ្លាំងដោយសារតែគាត់ផឹកស្រាទៅធ្វើឲ្យប្រពន្ធរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់មកគាត់ក៏បានឃើញខ្មោចប្រពន្ធរបស់គាត់បង្ហាញខ្លួនចេញមកប៉ុន្តែមេមើលមិនឃើញនោះទេប៉ុន្តែនាងបានប្រាប់ទៅកាន់ឪពុករបស់នាងថាគឺមិនមែនជាម្ដាយរបស់នាងឡើយម្ដាយរបស់នាងគឺមិនត្រឡប់មកវិញជាដាច់ខាតដោយសារតែមិនអាចហាមគាត់បាននាងក៏បានប្រើសញ្ញាមួយដែលពួកគេទាំង3នាក់តែងតែប្រាប់បែបនេះដើម្បីដាស់អារម្មណ៍របស់គាត់នៅទីបំផុតគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងមកវិញហើយវិញ្ញាណនោះក៏ត្រូវបានរលាយទៅបាត់ទៅចំណែកឯអ្នកគ្រូជាមួយនឹងកូនសិស្សរបស់គាត់កំពុងតែធ្វើការទប់ទល់ជាមួយនឹងវិញ្ញាណដេជីនដែលកំពុងតែព្យាយាមធ្វើការវាយប្រហារទៅលើពួកគេនៅទីបំផុតការឌីក៏បានបង្ហាញអំពីរឿងរៀងពិតប្រាកដរបស់ខ្លួនដើម្បីមកធ្វើការប្រយុទ្ធទល់ជាមួយនឹងពួកគេទាំងពីរនាក់នៅពេលដែលហ៊ីមគាត់ឃើញថាអ្នកគ្រូរបស់គាត់គឺមិនអាចធ្វើការទប់ទល់ជាមួយនឹងវិញ្ញាណនេះបានគាត់ក៏បានយកកាំបិតរបស់ការឌីនឹងគឺយកមកសុតនៅអាគមបន្ទាប់មកគាត់ក៏បានដោតកាំបិតនោះទៅលើដីតែម្ដងដែលជាហេតុធ្វើឲ្យវាខឹងយ៉ាងខ្លាំងវាក៏បានមកធ្វើការវាយប្រហារទៅលើពួកគេទាំងពីរនាក់ប៉ុន្តែពួកគេទាំងពីរនាក់សិស្សនិងគ្រូក៏បានធ្វើការទប់ទល់ដោយប្រើនៅអាគមដើម្បីបង្ក្រាបវាវិញហើយដោយសារតែបានកាំបិតជាមួយនឹងអ្នកគ្រូជួយផងហ៊ីមក៏អាចយកឈ្នះនៅកំហឹងរបស់ការឌីលបាននៅទីបំផុតការឌីលក៏ត្រូវបានគាត់បង្ក្រាបហើយវិញ្ញាណរបស់គាត់ក៏ត្រូវបានរលាយបាត់តែម្ដងទៅពេលនោះគាត់ក៏បានប្រទះឃើញឆ្អឹងរបស់ការឌីត្រូវបានកប់នៅទីនេះដូច្នេះគាត់ក៏បានយកឆ្អឹងរបស់ការឌីដើម្បីយកទៅកាន់ស្រុកកំណើតរបស់គាត់វិញព្រោះតែគោលបំណងរបស់ការឌីតែមួយគត់ទៅកាន់ស្រុកកំណើតរបស់គាត់វិញនឹងឯងគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ដោយល្អគ្រប់គ្នាក៏បានធ្វើការអធិដ្ឋានជុំគ្នានិងញ៉ាំអាហារជុំគ្នាមុនពេលដែលពួកគេលាចាកចេញទៅប៉ុន្តែមីតបានសួរទៅកាន់ហ៊ីមថាឮថានៅតំបន់ភាគខាងត្បូងកំពុងតែត្រូវបានទម្លាក់គ្រាប់បែកតើគាត់អាចនឹងត្រឡប់ទៅវិញដោយរបៀបណាប៉ុន្តែហ៊ីមបាននិយាយថាទីនោះគឺជាផ្ទះរបស់គាត់ទោះបីជាមានរឿងអ្វីក៏ដោយក៏គាត់ត្រូវតែត្រឡប់ទៅវិញដែរបន្ទាប់ពីពួកគេបានចាកចេញទៅអស់ទៅពួកគេទាំងពីរនាក់ឪពុកនិងកូនបានលើសំឡេងចម្លែកនៅលើផ្ទះមួយនេះធ្វើឲ្យពួកគេទាំងពីរនាក់មើលមុខគ្នាថាតើនៅខាងលើគឺជាសំឡេងរបស់អ្នកណា